អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលវិស័យវិញ្ញាណភ័ណ្ឌកម្ពុជាឆ្នាំ2026នាព្រឹកថ្ងៃទី16ខែមិថុនានៅសន្តាគារ Raffles Hotel Le Royal ឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងកាងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈបានគូសបញ្ជាក់ថាវិស័យវិញ្ញាណភ័ណ្ឌកាត់ដេរផលិតស្បែកជើងនិងផលិតផលធ្វើដំណើរនឹងកាបូបគឺជាសសរស្តម្ភនៃកំណើនសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់កម្ពុជាដែលផ្ដល់ការងារដោយផ្ទាល់ដល់កម្មករនិយោជិតជាង1.2 លាននាក់ទូក្នុងវិបត្តិសកលនៅចំពោះមុខអ្នកចូលរួមជាង200នាក់ជាតំណាងស្ថាប័នរដ្ឋាភិបាលសមាគមនយោជកម៉ាកលំដាប់ពិភពលោកដៃគូអភិវឌ្ឍនិងសហជីពឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថាការជួបជុំនេះបង្ហាញពីការបដិញ្ញាចិត្តរួមក្នុងការជំរុញនិរន្តរភាពនវានុវត្តន៍និងភាពធន់រឹងមាំនៃវិស័យសេដ្ឋកិច្ចដ៏សំខាន់បំផុតនៃវិស័យនេះខណៈដែលឧស្សាហកម្មកាត់ដេរវិញ្ញាណភ័ណ្ឌនិងស្បែកជើងហៅកាត់ថា GFT កំពុងប្រឈមវិបត្តិសកលដែលប៉ះពាល់ដល់ប្រាក់ចំណេញពីការនាំចេញកិច្ចប្រជុំនេះពិតជាសំខាន់ក្នុងការពិភាក្សានិងពិនិត្យគោលនយោបាយក្របខ័ណ្ឌបទបញ្ញត្តិនិងយុទ្ធសាស្ត្រប្រតិបត្តិដែលនឹងជួយពង្រឹងជំហរកម្ពុជាក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សម្ភារបំពាក់ពិភពលោកកម្ពុជាបន្តបដិញ្ញាលើកកម្ពស់សិទ្ធិសុវត្ថិភាពកម្មករនិយោជិតពង្រឹងភាពប្រកួតប្រជែងនិងនិរន្តរភាពនៃវិស័យវិញ្ញាណភ័ណ្ឌឯកឧត្តមបន្តថាវិស័យនេះនៅតែជាប្រភពចំណូលដ៏ធំបំផុតដែលរួមចំណែកប្រមាណ 50% នៃតម្លៃនាំចេញសរុបនិងបន្តបង្ហាញកំណើនដ៏រឹងមាំប្រកបដោយចីរភាពគណៈចំនួនសហគ្រាសក្នុងវិស័យ GFT និងវិស័យគាំទ្រដែលចុះបញ្ជីនៅក្រសួងបន្តកើនឡើងគិតត្រឹមខែឧសភាឆ្នាំ2026មានសហគ្រាសសកម្មប្រមាណ 2000 ដែលផ្ដល់ការងារដល់កម្មករនិយោជិតប្រមាណ 1.2 លាននាក់វិស័យកាត់ដេរនៅតែរក្សាបាននូវចំណែកធំបំផុតទាំងចំនួនរោងចក្រនិងការងារដោយមានសហគ្រាសចំនួន 1468 រោងចក្រផលិតផលធ្វើដំណើរនឹងកាបូបចំនួន 275 និងរោងចក្រផលិតស្បែកជើងចំនួន 231កម្ពុជាបានក្លាយជាប្រភពផលិតកម្មប្រកបដោយការទទួលខុសត្រូវនិងសមត្ថភាពប្រកួតប្រជែងខ្ពស់ដោយផ្អែកលើសុខដុមនីយកម្មក្នុងវិស័យឧស្សាហកម្មក្របខ័ណ្ឌច្បាប់រឹងមាំនិងស្តង់ដារការងារដែលទទួលស្គាល់ជាអន្តរជាតិការផ្ដល់សច្ចាប័នលើអនុសញ្ញាស្នូលចំនួន 8 ក្នុងចំណោម 10 នៃអង្គការ ILO និងគាំទ្រដោយកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជាហៅកាត់ថា BFC ផ្ដល់ជូនវិនិយោគិននៅបរិយាកាសធុរកិច្ចដែលមានតម្លាភាពក្រមសីលធម៌និងទទួលបានទំនុកចិត្តពីសហគមន៍អន្តរជាតិហេតុនេះកម្ពុជាបដិញ្ញាបន្តពង្រីកកម្មវិធី BFC និងអនុវត្តការងារប្រកបដោយសមធម៌យន្តការដោះស្រាយវិវាទដោយប្រសិទ្ធភាពនិងការគាំពារសង្គមដើម្បីធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននិងចីរភាពឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថាកម្ពុជាបន្តប្រយុទ្ធប្រឆាំងនឹងពលកម្មដោយបង្ខំពលកម្មកុមារអំពើហិង្សានិងការបៀតបៀននៅកន្លែងធ្វើការនិងក៏កំពុងចាត់វិធានការយ៉ាងសកម្មឆ្លើយតបនឹងបញ្ហាប្រឈមថ្មីដូចជាភាពតានតឹងដោយកម្ដៅដោយសារការប្រែប្រួលអាកាសធាតុគណៈត្រៀមខ្លួនចាក់ចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុតនៅឆ្នាំ2029កម្ពុជាកំពុងបំផ្លាញបញ្ហាប្រឈមឲ្យជាឱកាសដោយធ្វើពិពិធកម្មសេដ្ឋកិច្ចសមាហរណកម្មពាណិជ្ជកម្មអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងវិនិយោគលើការអភិវឌ្ឍជំនាញជាពិសេសកម្មវិធី TVET 1.5 លានដែលផ្ដល់ឲ្យកម្លាំងពលកម្មវ័យក្មេងនៅជំនាញបច្ចេកទេសកម្រិតខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីលើកទឹកចិត្តឲ្យម្ចាស់ម៉ាកអ្នកបញ្ជាទិញនិងភាគីពាក់ព័ន្ធទាំងអស់ពង្រឹងភាពជាដៃគូជាមួយកម្ពុជាបន្ថែមទៀតតាមរយៈការគាំទ្រដល់សុវត្ថិភាពនៅកន្លែងការងារការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវការអភិវឌ្ឍជំនាញនិងលើកកម្ពស់សមត្ថភាពការដឹកជញ្ជូនសម្រាប់កម្មករនិយោជិតសម្រាប់កសាងឧស្សាហកម្មមួយដែលមានចីរភាពភាពធន់និងសមត្ថភាពប្រកួតប្រជែងខ្ពស់និងផ្ដល់ផលប្រយោជន៍ដល់កម្មករនិយោជិតសហគ្រាសវិនិយោគិននិងអ្នកប្រើប្រាស់ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរយៈពេលវែងតំណាងពីសហអ្នករៀបចំកិច្ចប្រជុំរួមមានអង្គការ ILO សមាគម TAFTAC និងអង្គការ GIZ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថាកិច្ចប្រជុំនេះនឹងផ្ដល់ជាចំណេះដឹងនិងពិភាក្សាយ៉ាងផុសផុលសម្រាប់ដោះស្រាយរាល់បញ្ហាប្រឈមក្នុងវិស័យនេះ